គុំរំពឹងថាជោគជ័យបើសិនជាម្ចាស់អាជីវកម្មអត់ទាន់ដឹងរឿង4នេះធម្មតានៅពេលយើងចាប់ផ្ដើមអាជីវកម្មយើងប្រហែលគិតថាមានតែគំនិតអាជីវកម្មដឹងតែទៅមុខទេអត់ទេពេលអ្នកគាត់ធ្វើមែនតើមិនដឹងថាវិវេទនាប៉ុណ្ណាជាក់ស្ដែងយើងសង្កេតឃើញថាម្ចាស់អាជីវកម្មគាត់តែងតែព្យាយាមដោះស្រាយបញ្ហាខ្លួនឯងទាំងអស់ហើយនៅពេលដែលគាត់មានសំណួរគាត់ដឹងថាទៅសួរណាគេទេហើយនៅពេលដែលគាត់មានបញ្ហាគាត់ក៏មិនដឹងថាត្រូវទៅដៅមួយណាដែរហ្នឹងហើយចឹងកន្លែងហ្នឹងហើយតែជាកន្លែងតែជាបញ្ហាធម្មតាម្ចាស់អាជីវកម្មគាត់ត្រូវដឹងថាចេះពេលយើងរៀបចំអាជីវកម្មមួយមានគំនិតអត់តន់គ្រប់គ្រាន់ទេវាត្រូវការមានរឿង4ណាទី1គឺតកតងមួយជំនាញហ្នឹងហើយហេតុអីបានជាជំនាញសំខាន់ហើយជំនាញនេះខ្ញុំនិយាយពីពហុជំនាញដោយសារអីអាជីវកម្មមួយវាទាមទារឲ្យយើងនេះមិនមែនចេះតែមួយមុខហើយយើងគិតថាយើងអាចធ្វើទៅបានទេអត់ទេអាជីវកម្មវាត្រូវការការគ្រប់គ្រងមនុស្សការរៀបចំផែនការអាជីវកម្មវាត្រូវការការលក់ការធ្វើទីផ្សាររឿងជាច្រើនអញ្ចឹងយើងត្រូវការបណ្ដុះខ្លួនឯងនេះដើម្បីអភិវឌ្ឍអាមូលដ្ឋានជំនាញទាំងអស់ហ្នឹងអាហ្នឹងគឺរឿងទី1រឿងទី2គឺការប្រឹក្សាយោបល់ណាធម្មតាយើងត្រូវការអ្នកជំនាញអ្នកគាត់ឯកទេសដើម្បីផ្ដល់ជាការប្រឹក្សាយោបល់ជាមួយនឹងយើងក្នុងការរៀបចំអាជីវកម្មរបស់យើងហ្នឹងហើយរឿងទី3គឺ mentor បានថាម៉េចគឺត្រូវការតម្រង់ទិសពី mentor ហ្នឹងណាគេគឺអ្នកដែលគាត់ជារៀនច្បងយើងឬក៏អ្នកដែលគាត់បានឆ្លងកាត់បទពិសោធន៍មុនយើងដើម្បីឲ្យគាត់នឹងអាចជួយតម្រង់ទិសយើងបានហើយរឿងទី4គឺតាក់ទងជាមួយនឹង network អ្នកនរនេះត្រូវដឹងថាជាបណ្ដាញគឺជារឿងមួយសំខាន់នៅពេលដែលយើងមានបណ្ដាញកាន់តែធំវាជួយអាជីវកម្មរបស់យើងរីកកាន់តែលឿនដូចគ្នាដែរណាអញ្ចឹងម្ចាស់អាជីវកម្មគួរតែមានរឿង4ហ្នឹងដែលអ្នកនរនេះត្រូវបំពេញដើម្បីសង្ឃឹមថាអាចធ្វើអាជីវកម្មរបស់អ្នកនរនេះអាចទៅមុខបានយ៉ាងរលូនឥឡូវនេះយើងបានរៀបចំអូខេ design កម្មវិធីមួយដើម្បីជំរុញជួយទៅដល់ម្ចាស់អាជីវកម្ម start up នៅក្នុងវិស័យបច្ចេកវិទ្យា digital ទៅលើរឿងទាំងអស់ហ្នឹងហើយយើងនឹងរើសយកប្រហែលជាតែ8ទៅ10 start up ទេអូខេហើយអត់មានការបង់លុយទេប៉ុន្តែអ្វីដែលយើងចង់បានគឺ commitment ក្នុងការដែលយើងចូលក្នុង program ហើយដើរទៅជាមួយគ្នាណាយើងត្រូវការអ្នកគាត់ serious អញ្ចឹងបើសិនអ្នកនរគ្នាចាប់អារម្មណ៍អ្នកនរគ្នាអាចតាក់ទងមកខ្ញុំបានអូខេខ្ញុំនឹងផ្ដល់ជាព័ត៌មានបាយបាយ